ព្រះនាងមុខមកពាន់និងព្រះរាជបុត្រទាំង7និពន្ធដោយបងម៉ាណិតនិងបងរ៉ូសាចេញផ្សាយដោយស្លាញ់សភៅ Kingdom Oh my god ចង់និយាយថាសភៅនេះគ្រាន់តែមើលចំណងជើងមកក៏ដឹងថាល្អមើលដែរណែសភៅនេះគ្រាន់តែបើកក្បាលមកគេសួរយើងមកថាតើមានគ្រូអ្វីដែលសាហាវជាងគ្រូទាំង7ទៀតដោយសារតែភាគ1ហ្នឹងគេមានគ្រូទាំង7ហើយដល់ពេលភាគ2នេះគេមានព្រះរាជបុត្រទាំង7មកដរាបណាយើងអត់ទាន់អានសាច់គ្រឿងយើងក៏អត់ដឹងដែរថាតើព្រះរាជបុត្រទាំង7ហ្នឹងមានណាគេល្អមានណាគេអាក្រក់ទៅយើងក៏អាចនិយាយនឹងប៉ាស្មានបានដែរណាសម្រាប់ខ្ញុំនេះគ្រាន់តែមើលអាពីក្រោយបន្តិចនឹងចាំមានជាការឈឺក្បាលវិលមុខមានអារម្មណ៍ថា Oh my god ហើយកំឡុងពេលដែលអានសាច់គ្រឿងហ្នឹងនិយាយពីញ័រធុងអស់ហើយមកនិយាយពីសាច់គ្រឿងវិញណាឡើងចុះដូចផ្លូវគេមិនទាន់ធ្វើអញ្ចឹងសាច់គ្រឿងហ្នឹងផានតែខ្ញុំមានអារម្មណ៍ថាវាចាប់ចិត្តខ្ញុំជាងគេនោះគឺជាផាសង្គ្រាមនេះមិនជាសង្គ្រាមមនុស្សជាមួយមនុស្សណាគឺជាសង្គ្រាមមនុស្សជាមួយនឹងអារក្សភាវៈចម្លែកសង្គ្រាមហ្នឹងធ្វើឲ្យមនុស្សជាច្រើនត្រូវបានស្លាប់និងបាត់ខ្លួនតែធ្វើឲ្យបណ្ដាញយើងគឺ stress ខ្លាំងមែនតើហ្មងដោយសារប្រជាជនត្រង់មួយទាំងមូលតែត្រង់អាចអោបដៃឈមមើលដោយមិនកើតអូយអាហ៊ាន spoiler ហ្នឹងតែបើចង់ដឹងសាច់គ្រឿងទៅតែងមើលទៅហើយចង់ថាបើណាគេអត់តមកមើលវគ្គ1ទេទៅមើលវគ្គ1ប្រយ័ត្នមកមើលវគ្គ2ហើយរបៀបបែកកលីងទិញអូយអត់តែសំនិយាយមួយទៀតពនាងបានរងចាំមនុស្សម្នាក់ដ៏សំខាន់ដែលពនាងត្រូវការខ្លាំងហ្មងនិយាយទៅម្នាក់ហ្នឹងគឺជាកម្លាំងចិត្តនិងកម្លាំងជំនួយហ្មងចង់បើចង់ដឹងថាពនាងរងចាំហ្នឹងបានសម្រេចឬក៏អត់ម្នាក់ហ្នឹងមកវិញឬក៏អត់មើលសភៅនឹងទាំងអស់គ្នាទៅតែ Thank you bye